លោក Fritz Haber ជាគីមីវិទូសញ្ជាតិអាល្លឺម៉ង់ដែលទទួលបានពានរង្វាន់ Nobel Prize នៅក្នុងឆ្នាំ1918ដោយរបបកំហើញថ្មីរបស់លោកបានដោះស្រាយបញ្ហាអត់ឃ្លានរបស់មនុស្សជាតិចំនួន 4000 នាក់សប្តាហ៍ថ្ងៃក៏ប៉ុន្តែលោកត្រូវបានមិត្តភ័ក្តិរបស់លោកជាច្រើនបដិសេធទទួលស្គាល់ពានរង្វាន់របស់លោកហើយមនុស្សជាច្រើនទៀតបានចាត់ប្រកាន់លោកថាជាឃាតករដែលបានសម្លាប់មនុស្សរាប់លាននាក់តើហើយបានជាកិច្ចចាត់ទុកលោកជាវីរបុរសនិងជាអក្រិតជនក្នុងពេលតែមួយបែបនេះវិញFritz Haber គឺជាអ្នកវិទ្យាសាស្ត្រតែម្នាក់គត់ដែលបានទទួលជោគជ័យក្នុងការពិសោធន៍ទាញយកអាម៉ូញ៉ាពីបដកម្មគីមីរវាងអាសូតនិងអ៊ីដ្រូសែននៅក្នុងឆ្នាំ1909អាម៉ូញ៉ាត្រូវបានផលិតដើម្បីធ្វើជាជីនៅក្នុងវិស័យកសិកម្មការពិសោធន៍ដើម្បីផលិតអាម៉ូញ៉ាដំបូងគេបង្អស់ត្រូវបានធ្វើឡើងនៅឆ្នាំ1811ដោយគីមីវិទូ George Frederick Hildebrandt លោក George បានទម្លាក់ដបបិទចិត្តដែលផ្ទុកអាសូតនិងអ៊ីដ្រូសែនទៅក្នុងសមុទ្រជម្រៅ300ម៉ែត្រដើម្បីបង្កើនសម្ពាធក៏ប៉ុន្តែលោកមិនទទួលបានជោគជ័យនៅក្នុងការពិសោធន៍នោះទេការពិសោធន៍ដើម្បីផលិតអាម៉ូញ៉ាត្រូវបានបន្តធ្វើឡើងរយៈពេល100ឆ្នាំក្រោយដោយគីមីវិទូផ្សេងៗទៀតក៏ប៉ុន្តែអ្នកទាំងនោះក៏សុទ្ធតែទទួលបរាជ័យដូចគ្នានៅក្នុងឆ្នាំ1904 Fritz Haber បានចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហានេះ Fritz បានគិតថាដើម្បីបំបែកអាតូមអាសូតចេញពីគ្នាបានមិនត្រឹមតែស្ថិតនៅក្នុងលក្ខខណ្ឌសម្ពាធខ្ពស់មួយនោះទេវាថែមទាំងស្ថិតនៅសីតុណ្ហភាពខ្ពស់ដ៏មានជំនួយពីអូមីញ៉ូមជាកាតាលីសក្នុងការពិសោធន៍នេះដើម្បីឲ្យប្រតិកម្មគីមីនេះអាចកាត់ឡើងបានឧបករណ៍ថ្មីមួយត្រូវតែផលិតឲ្យបានដើម្បីឲ្យធន់នឹងសម្ពាធនិងសីតុណ្ហភាពខ្ពស់លោកបានចំណាយពេល5ឆ្នាំដើម្បីសិក្សាស្រាវជ្រាវពីប្រតិកម្មរវាងអាសូតនិងអ៊ីដ្រូសែនហើយនៅសប្តាហ៍ទី3នៃខែមីនាឆ្នាំ1909លោក Haber បានដាក់អូស្មីញ៉ូមចូលទៅក្នុងបន្ទប់សម្ពាធបន្ទាប់មកគាត់បានបង្កើតសម្ពាធអាសូតនិងអ៊ីដ្រូសែនទៅក្នុង200 atmosphere និងកម្ដៅ200អង្សាសេនៅក្នុងលក្ខខណ្ឌបែបនេះសម្ព័ន្ធ3ជាន់នៃអាសូតបានបែកចេញពីគ្នាហើយអាសូតក៏បានចាប់ផ្ដើមប្រតិកម្មជាមួយនឹងអ៊ីដ្រូសែន 6% នៃល្បាយអូស្មန်សរុបបានក្លាយជាអាម៉ូញ៉ានៅពេលដែលអូស្មန်ចុះត្រជាក់ដំណក់នៃអាម៉ូញ៉ាចំនួន1មីលីលីត្របានស្រក់ចុះក្រុមហ៊ុនគីមីដ៏ធំបំផុតរបស់អាល្លឺម៉ង់ BASF បានធ្វើពាណិជ្ជកម្មដំណើរការផលិតអាម៉ូញ៉ារបស់ Haber មិនដល់រយៈពេល4ឆ្នាំផងគេបានបើករោងចក្រនៅអូប៉លដែលផលិតអាម៉ូញ៉ា5តោនក្នុងមួយថ្ងៃជាមួយនឹងជីដែលផលិតបានពីដំណើរការឧស្សាហកម្មនេះក្នុងទំហំដីដដែលកសិករអាចផលិតអាហារច្រើនជាងមុន4ដងជាលទ្ធផលអត្រាចំនួនប្រជាជនបានកើនឡើងទ្វេគុណនឹង4របបកំហើញថ្មីនេះបានធ្វើឲ្យលោក Haber ក្លាយជាអ្នកមានសក្តិសម្នាក់គាត់ត្រូវបានគេតែងតាំងជានាយកប្រតិបត្តិនៃវិទ្យាស្ថាន Kaiser Wilhelm សម្រាប់គីមីសរីរាង្គនៃទីក្រុង Berlin គាត់ក៏បានក្លាយជាមិត្តភក្តិជាមួយបុគ្គលល្បីៗជាច្រើនរូបទៀតនៅសម័យនោះដូចជា Max Planck, Max Born និង Albert Einstein ក៏ប៉ុន្តែកតនាមដែលល្បីល្បាញនិងភាពជាវីរបុរសរបស់លោកត្រូវបានលុបបំបាត់ជាមួយនឹងរឿងអាស្រូវបន្តិចម្ដងរហូតដល់មនុស្សភាគច្រើនបានចាត់ទុកលោកជាអក្រិតជននៃប្រវត្តិសាស្ត្រមនុស្សជាតិទៅវិញរឿងទាំងអស់នេះបានចាប់ផ្ដើមពីឆ្នាំ1914គឺជាពេលចាប់រីកផ្ដាំឡើងនៃសង្គ្រាមលោកលើកទី1ខុសពីអ្នកវិទ្យាសាស្ត្រល្បីៗផ្សេងទៀតដែលមិនព្រមប្រកល់រូបមន្តនិងបម្រើឲ្យតបអាល្លឺម៉ង់លោក Haber គឺជាបុគ្គលដ៏សកម្មដែលបានចូលរួមក្នុងសង្គ្រាមរបស់អាល្លឺម៉ង់អាម៉ូញ៉ូមនីត្រាតត្រូវតែពីធាតុផលិតជីដ៏ល្អឥតខ្ចោះវាក៏ជាធាតុដ៏សំខាន់សម្រាប់ផលិតគ្រឿងរំសេវរបស់គ្រាប់កាំភ្លើងនិងផលិតគ្រាប់បែកផងដែរជីដែលជួយផលិតអាហារសម្រាប់មនុស្សរាប់លាននាក់បានក្លាយជាគ្រាប់បែករាប់លានតោនដែលបានប្រហារជីវិតមនុស្សអស់រាប់លាននាក់ទៅវិញក៏ប៉ុន្តែលោក Haber មិនទាន់បញ្ចប់ការចង់បានរបស់លោកប៉ុណ្ណេះនោះទេនៅក្នុងខែធ្នូឆ្នាំ1914លោកបានចាប់ផ្ដើមពិសោធន៍អាវុធអូស្មန်ប៉ូលដែលធ្ងន់ជាងខ្យល់ដែលអាចជ្រៀតចូលទៅលានដ្ឋានរបស់សត្រូវមិនដល់ប្រមាណខែផងលោក Haber បានផលិតចេញនូវអូស្មန်ក្លរីនដែលធ្ងន់ជាងខ្យល់ដល់ទៅ2ដងនៅម៉ោង6ល្ងាចថ្ងៃទី22ខែមេសាទ័ពអាល្លឺម៉ង់បានបញ្ចេញអូស្មန် 5000 ធុងនៃអូស្មန်ក្លរីនដែលស្មើនឹង168តោនផ្សេងនៃអូស្មန်ក្លបានចាប់ផ្ដើមបក់ចូលទៅកាន់ទីលានប្រយុទ្ធហើយបានជិបចូលទៅកាន់លានដ្ឋានរបស់សត្រូវកងទ័ពដែលបានហាត់ផ្សែងពលបានដេកស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធមមនុស្សប្រហែល 5000 នាក់បានបាត់បង់ជីវិតពីការវាយប្រហារលើកដំបូងនេះ
ហើយមនុស្សជាង10,000 នាក់បានបាត់បង់ជីវិតដោយសារផ្សែងពុលនៅក្នុងសង្គ្រាមសោកនាដកម្មដែលបានកាត់ឡើងត្រូវបានគេចាត់ទុកក្នុងវត្តសាស្ត្រហើយវាជាមេរៀនដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការទៅរិះពិចារណាក្នុងការប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យបានត្រឹមត្រូវព្រោះវាជាអាវុធមុខពីរដែលអាចជួយហើយក៏អាចបំផ្លាញពិភពលោកផងដែរវាហាក់បីដូចជាលោក Haber ដែលជាវីរបុរសដែលបានសង្គ្រោះមនុស្សរាប់ពាន់លាននាក់ក៏ប៉ុន្តែលោកក៏បានសម្លាប់មនុស្សអស់រាប់លាននាក់ពីរបបកំហុសរបស់លោក